មើលវីដេអូនេះជួយចានណា5ខ្ញុំផងតកងឡានវាបើកឡានអញ្ចឹងវាអត់មានដល់ម្លាយគ្នាយល់ឲ្យគ្នាអត់ទេតកងឡាននេះគឺឆ្លើយអញ្ចឹងថាឆ្លើយមកថាណាអត់ទៅបត់ទីងដៃយន្តចូលឡានខ្លួនឯងចង់អញ្ចឹងណាបាទបងប្អូនទាំងអស់គ្នាបាទបងប្អូនឃើញនៅក្នុងវីដេអូមួយនេះបងប្អូនគិតថាឡានខុសឬក៏ខាងគូយន្តខុសបើសម្រាប់ការយកឃើញមកខ្ញុំឡានគឺខុសទាំងស្រុងតែម្ដងបាទមូលហេតុអីបានខុសឥឡូវខ្ញុំបញ្យល់ហេតុផលមួយឲ្យបងប្អូនបានយល់បាទអ្វីដែលឡានខុសនោះគឺបាទបងប្អូនឃើញនៅក្នុងវីដេអូដែលខាងគូយន្តដែលគាត់ថតហ្នឹងមកណាបាទឡានគាត់បើកមកតាមស្ពានហ្នឹងហើយគាត់ឆ្លងស្ពានហើយក្នុងស្ពានហ្នឹងបាទន័យថាស្ពានហ្នឹងឆ្លងបានតែបាទឡានហ្នឹងមួយទេមើលទៅគឺបាទស្ពានតូចមែនតើបាទពេលឡានឆ្លងមកហ្នឹងគឺបាទឡានហ្នឹងគឺត្រូវទេអត់ខុសទេបាទឡានហ្នឹងឆ្លងមកដល់ចិត្តដល់ផ្លូវចេញមុខកន្លែងប៉ះគោយន្តហ្នឹងគឺឡានហ្នឹងគេចេញបាទឡានទៅចេញហ្នឹងគឺឡានខុសតែម្ដងបាទហេតុអីបានខុសដោយសារឡានហ្នឹងគេចេញឲ្យអត់ចុះមកស្ដីឲ្យអូនមួយបកគោយន្តហ្នឹងបាទបើកប៊ីគីឡានហ្នឹងហើយខុសកន្លែងហ្នឹងឡានណាបាទចឹងបាទនេះគ្រាន់តែខ្ញុំនិយាយលេងទេបាទតែជារួមបងប្អូនឃើញទស្សនវិជ្ជាជាក់ស្ដែងបងប្អូនអាចវិនិច្ឆ័យបានថាភាគីខាងណាដែលគាត់ខុសហើយបាទហើយសម្រាប់ការគាត់និយាយថាអត់ចេះយោគយល់គ្នាអត់ចេះអីហ្នឹងបងប្អូនណាបាទយើងមើលពីស្ថានភាពជាក់ស្ដែងណាអ្វីដែលគាត់អត់យោគយល់ហ្នឹងគឺឡានគាត់បានឆ្លងមកហើយគាត់អាចបកក្រោយទៅវិញទេដោយសារគោយន្តគាត់នៅខាងផ្លូវគោកគាត់នៅផ្លូវធំណាបាទអញ្ចឹងគាត់អាចឈប់ឬក៏អីសិនទៅបាទរងចាំដែលឡានហ្នឹងមកផុតបន្តិចមកចាំគាត់បកទៅហើយឃើញឡានហ្នឹងជាបាទឡានដូចមិនដឹកអីទេគ្រាន់តែឡានលក្ខណៈគាត់ធ្វើដំណើរធម្មតាទេបាទហើយក៏អត់មានចង្អេងចង្ងាក់អីត្រូវទៅទើសគាត់ដែរបាទអញ្ចឹងគាត់ថាគាត់ចាំបន្តិចទៅឲ្យគាត់ចេញឡានមកផុតមកសឹមគោយន្តបាទបើកតទៅមុខទៀតហើយមួយទៀតខ្ញុំឃើញគោយន្តហ្នឹងគឺដូចជាមានការដឹកអុសបាទដឹកឈើច្រើនណាបាទហើយមិនដឹងថាឈើហ្នឹងគាត់កាប់មកពីណាទៅទៀតបាទអញ្ចឹងបងប្អូនយើងជាពិសេសអាជ្ញាធរដែនដីនៅទីហ្នឹងគឺត្រូវមើលទៅបាទហើយវីដេអូមួយនេះហាក់បីដូចជាការបាទបង្ហាញអំពីបាទបងប្អូនយើងមួយចំនួនគាត់អត់ចេះពិចារណាហេតុផលអត់ចេះយោគយល់គ្នាទៅវិញទៅមកអញ្ចឹងណាបាទអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេគ្រាន់តែខ្ញុំ reaction ទៅលើវីដេអូមួយនេះហើយបងប្អូនយើងគិតពិចារណាទាំងអស់គ្នាហើយបងប្អូនចូលរួម comment ទាំងអស់គ្នាថាតើបាទយើងគួរតែធ្វើបែបណាបើសិនជាមានបែបហ្នឹងយើងគួរតែអធិស្ឋានគ្នាទៅវិញទៅមកយ៉ាងណាអានេះគឺអាស្រ័យលើបងប្អូនអ្នកប្រើប្រាស់ដងផ្លូវទាំងអស់គ្នាទេអរគុណ